កម្ពុជានឹងបន្ថែមគម្រោងវិនិយោគអគ្គិសនីដែលដំណើរការដោយថាមពលខ្យល់នៅខេត្តមណ្ឌលគិរីបន្ថែមទៀតបើតាមការចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដែលដំណើរការដោយថាមពលខ្យល់នេះអាចផលិតអានុភាពបានដល់150មេហ្គាវ៉ាត់និងមានទីតាំងស្ថិតនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីហើយមានទំហំវិនិយោគប្រមាណជា$200 លានដែលអាចបង្កើតយ៉ាងនេះបាន42កន្លែងផងដែរកន្លងមកក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក៏ធ្លាប់បានអនុម័តគម្រោងវិនិយោគផ្សេងទៀតលើការផលិតអគ្គិសនីដោយថាមពលខ្យល់នេះរួចមកហើយដែរហើយរាជរដ្ឋាភិបាលបានដាក់ផែនការផលិតថាមពលស្អាតនេះឲ្យបាន 70% នៅត្រឹមឆ្នាំ2030ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងទាក់ទាញការវិនិយោគសម្រាប់ការផ្គត់ផ្គង់អគ្គិសនីវិញគឺត្រឹមឆ្នាំ2025គឺសម្រេចបានចំនួន 14,570 ភូមិស្មើនឹង 99.1% ដែលត្រូវបានតភ្ជាប់ពីបណ្ដាញជាតិរួចរាល់ហើយ